như bắt đầu từ căn video sẽ cái chúng ta đang bắt cá tìm một phẩy cho nên tìm một phẩy môi bắt đầu từ tiết ấy nhung trong bắt chẹp hẹp bụng mày một bộ này bạn đăng tha hương hào bởi những cứ cả là tăng pi khai bầm mũi trên năm pi pon một phẩy bốn mà đó khai này cứ khai ở bầm bờ khai bầm bấy năm pi pon một phẩy bầm mũi cứมีระยะไปpi khai chieng hay ở pi trên năm chieng pi trên năm mà khai chieng đấy chẳng ấy hương bởi những cứ việc về chẳng ai cả lòng mình tên hay khi có bạn thưa video sẽ cái chúng ta nâng tăng pi bạc tì muối cho tới tì muối mà hồ hai là hốt miền tăng pi hot new miền tăng pi bắt toàn plug khi có miền ca thưa sẽ cái chúng ta nâng mau chỉ hồ hai khúc bậc mà tầng ở hai có miền ca tam đan điều cho tục đại dạng công phu pi thân nặng đặc non pate đây miền sầm đại bốc hôn sai đại lụcจีนในจุดรำไตรตีมวยในกัมพูชีก็จีประเทศประสิทธิปัจจุบันจมวยนังสำนักไม้บุรณีฮุนไซน์ให้ก็มีการอยู่จะตุกดะปีสำนักบวรตะปริฮุนมาไนท์ก็โดยจีลูกจำเตียวจันมันนี้ในขนมการตามดานรอสกามเพียบจีจุนรงครูบปจีจุนจังขยมโกจีปจีจุนมันเนี่ยได้มีสำนักในขนมจะนำปจีจุนผมเปิลผมไปตัดตับเลยเนี่ยเส้นติดด้วยขี้ในขนมเปย์ได้ขยมคลายครูแต่จีจุนรงครูก็ขยมทว่าสกายดีกาจีวิดีโอมาโฮไฮระยะไปชิงปีฉะนั้นให้ปป้อนแต่ตรงมันยมถักบัดปีมวยเตอมวยเปน่าแต่ขยมทว่าจีวิดีโอสกายจุนตะนังถักบานโกนจำได้ปกคนสายนั่งรีพอร์ตโคยปป้อนแต่ตรงอาลิงเช่นในปป้อนแต่ตรงได้อัดโคยอะไรนั่นคือเวียปโมยตัวอาไฮตั้งปีโทรศัพท์ตั้งปีแล็ปท็อปตั้งปีเมมโมรีมาเต้ตั้งปีละบอไอจีเชิญถักบานโกนจำได้ปกปโมยตัวตรงอาThat's why ខ្ញុំធ្វើ video បន្តទៅទៀតក៏ប៉ុន្តែបន្តទៅទៀតអត់ continue បន្តទៅមុខអត់ដើរត្រឡប់ថយក្រោយជាមួយនឹង video ចាស់មានន័យថាគឺ video ចាស់គឺខ្ញុំអត់ផុសទេអញ្ចឹងបានពុកម៉ែបងប្អូនអត់អាចដឹងថាមានរឿងអីគេកើតឡើងហើយខ្ញុំធ្វើ video ផុសនេះគឺខ្ញុំផុសបន្តពីសាច់រឿងចាស់មានតែអ្នកដែលតាមដានរឿងខ្ញុំតាំងពីសេចក្តីជូនទៅនឹងប្រការទី1ចំណុចទី1ឡើងមកទេទើបអាចដឹងថាមានរឿងអីគេកើតឡើងហើយអ្នកដែលដឹងច្បាស់ជាងគេនោះគឺមានសម្ដេចពុកហ៊ុនសែនសម្ដេចម៉ែបុរនីសម្ដេចហ៊ុនម៉ាណែតលោកជំទាវច័ន្ទមនីលោកពូសខេងបងប្រុសសសុខាជាមួយនឹងក្រុមការងារជាច្រើននៅក្នុងក្រសួងក៏ដូចជាក្រុមការងារមួយចំនួនរបស់ថ្នាក់ដឹកនាំប្រទេសដែលគាត់ធ្លាប់តាមដានរឿងរបស់ខ្ញុំតាំងពីខ្ញុំចេញសេចក្តីប្រកាស2ឆ្នាំមុនរហូតដល់ថ្ងៃនេះមានតែគាត់ទេដែលដឹងរឿងអញ្ចឹងពេលដែលខ្ញុំផុសបន្តអញ្ចឹងគឺមានតែគាត់ដូចគ្នាដែលដឹងថាមានរឿងអីគេកើតឡើងចាហើយមករយៈពេលចុងក្រោយមុនពេលខ្ញុំមាន telephone ថ្មីនេះខ្ញុំទិញ telephone ចាស់មួយឆ្នាំ2025ហើយត្រូវបានកូនចាំដាច់ពុកហ្នឹងគឺបិទដូមិនអស់ធ្វើឲ្យខ្ញុំអត់អាចលេងជាមួយនឹង Facebook អត់អាចលេងជាមួយនឹងprogram social media ផ្សេងទៀតអញ្ចឹងខ្ញុំផុសបានតែក្នុង TikTok ហើយ TikTok ខ្ញុំគឺផុសជា private ទៀតដោយសារបើសិនជាខ្ញុំផុសជា public គឺមានការរួមដៃគ្នា finish report TikTok ខ្ញុំ finish អញ្ចឹងហើយបានខ្ញុំបិទជា private អញ្ចឹងឥឡូវហ្នឹងគឺរបស់ទាំងអស់ហ្នឹងគឺនៅលើដៃរបស់កូនចាំដាច់ពុកហ៊ុនសែនហ្នឹងអញ្ចឹងឥឡូវយើង continue ជាមួយនឹងអ្វីដែលយើងចាប់ផ្ដើមថ្មីជាមួយនឹងទូរស័ព្ទថ្មីហ្នឹងបាញ់ខ្ញុំតែមាន Facebook នៅក្នុងការប្រើប្រាស់នៅក្នុងការធ្វើវីដេអូអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអត់យល់ថាមានរឿងអីគេកើតឡើងចំពោះខ្ញុំទេស្ដាប់អត់ចូលពីសាច់រឿងគឺវាធំត្រូវដោយសារអាហ្នឹងពុកម៉ែបងប្អូនតាមដានហ្នឹងដោយករណីមួយថាធម្មតាចំណុចផ្ដើមចំណុចកណ្ដាលគឺពុកម៉ែបងប្អូនស្ដាប់អត់បានទទួលព័ត៌មានអត់បានដល់ពេលមកទទួលបានគឺចំណុចបញ្ចប់ហើយណាអញ្ចឹងខ្ញុំបកមកវិញថាទោះបីជាអ្វីដែលខ្ញុំនិយាយនេះជាចំណុចបញ្ចប់ក៏ដោយតែវាជាបទពិសោធន៍យ៉ាងល្អជាទីបំផុតទុកចែករំលែកឲ្យពុកម៉ែបងប្អូនតាំងពីរបៀបដែលគេរួមដៃគ្នារៀបចំគម្រោងការស្លាប់យើងនៅក្នុងផ្ទះនៅក្រៅផ្ទះវាជារឿងមួយជាបទពិសោធន៍មួយដែលខ្ញុំចង់ឲ្យពុកម៉ែបងប្អូនស្វែងយល់ដឹងព័ត៌មានចំណេះដឹងហើយមានការប្រុងប្រយ័ត្ននៅពេលណាដែលមានរឿងដូចខ្ញុំអញ្ចឹងសូម្បីយើងគិតថាយើងគេងនៅក្នុងផ្ទះរបស់ខ្លួនឯងយើងបិទទ្វារចិត្តហើយតែវានៅតែអត់អាចមានសុវត្ថិភាពអញ្ចឹងវាជាបទពិសោធន៍មួយដែលខ្ញុំចង់ចែកម្លែកឲ្យពុកម៉ែបងប្អូនបានដឹងដូចគ្នាពេលមានរឿងដូចខ្ញុំកើតឡើងអញ្ចឹងនឹងបានដឹងថាអវិធីបែបហ្នឹងគឺសុទ្ធតែជាវិធីដែលគេចូលស្លាប់យើងត្រូវតែប្រយ័ត្នប្រយែងឲ្យបានខ្ពស់អញ្ចឹងណាខ្ញុំចង់ឲ្យពុកម៉ែបងប្អូនដឹងអញ្ចឹងទោះបីជាពុកម៉ែបងប្អូនខ្លះ
គាត់ចូលមកក្នុងសាច់រឿងហ្នឹងចុងកតុយគេហើយគាត់ចូលមកដល់ចូលដល់វគ្គដែលគេស្លាប់ខ្ញុំហើយអញ្ចឹងពុកម៉ែបងប្អូនក្រេបយកអាជំនាញកន្លែងហ្នឹងដូចគ្នាវាគឺជាសង្គមមួយដែលយើងគិតថានឹងគ្មានថ្ងៃដែលយើងនឹងជួបដូចខ្ញុំអញ្ចឹងដូចគ្នាពុកម៉ែបងប្អូនខ្ញុំអត់ដែលគិតថានៅក្នុងឆាកជីវិតរបស់យើងថ្ងៃណាមួយយើងនឹងជួបនៅរឿងបែបហ្នឹងហើយយើងនឹងទទួលបាននៅបទពិសោធន៍ជីវិតជូរចត់បែបហ្នឹងយើងអត់ដែលគិតថាយើងនឹងជួបនៅបញ្ហាបែបហ្នឹងឬមួយក៏យើងនឹងជួបនៅមនុស្សដែលមានគំនិតដេរឆានអញ្ចឹងធ្វើបាបយើងស្លាប់យើងអីអញ្ចឹងយើងគិតថាយើងគ្រាន់តែជាប្រជាជនសាមញ្ញធម្មតាយើងរស់នៅជាមួយនឹងជីវភាពធម្មតាយើងអត់ចូលទៅពាក់ព័ន្ធជាមួយនឹងរឿងនយោបាយយើងអត់ចូលទៅពាក់ព័ន្ធជាមួយនឹងរឿងអីគូប៉ុន្តែអ្វីដែលយើងភ្លេចគិតយើងមិនចូលទៅពាក់ព័ន្ធមិនប្រកាសថាអ្នកដទៃគេមិនពាក់ព័ន្ធអញ្ចឹងនៅពេលដែលអ្នកដទៃគេពាក់ព័ន្ធហើយអ្នកដទៃគេព្យាយាមមកពាក់ព័ន្ធជាមួយនឹងយើងរឿងនោះវានឹងคล้ายទៅជារឿងដែលពាក់ព័ន្ធដោយទាំងយើងដូចគ្នាពុកម៉ែបងប្អូនគិតថាមកជីវិតរបស់ខ្លួនឯងនឹងមិនមានថ្ងៃណាមួយជួបរឿងដូចខ្ញុំអញ្ចឹងពុកម៉ែបងប្អូនខ្ញុំក៏ធ្លាប់គិតដូចគ្នាមួយពុកម៉ែបងប្អូនអញ្ចឹងខ្ញុំអត់ដែលគិតថាក្នុងមួយឆាកជីវិតខ្ញុំនឹងជួបរឿងអញ្ចឹងទេវាស្ដាយមែនតើហ្មងវាប្រៀបដូចជារឿងកុនណាដែលយើងមើលទៅក្នុងរឿងកុនណាយើងអត់នឹកស្មានណាជីវិតជាក់ស្ដែងរបស់យើងនឹងជួបរឿងបែបហ្នឹងដូចគ្នាជាមួយនឹងរឿងកុនត្រូវគេតាមស្លាប់គ្រប់ទីកន្លែងស្លាប់ពីកន្លែងមួយទៅកន្លែងមួយណាហើយត្រូវគេតាមស្លាប់គេប្រើវិធីសាស្ត្រប្រៃផ្សៃល្បិចកលនៃគេមានអំណាចគេមានបពួកគេមានខ្សែបដាញគេស្លាប់យើងនិយាយទៅគឺសាហាវខ្លាំងមែនតើហ្មងខ្ញុំអត់ដែរនឹកស្មានថាជីវិតរបស់ខ្ញុំនឹងជួបប្រទះជាមួយនឹងរឿងទាំងអស់ហ្នឹងខ្ញុំមិនដែរគិតថាខ្ញុំនឹងទទួលបានបទពិសោធន៍ជីវិតបែបជូរចត់ដល់ថ្នាក់ហ្នឹងទេពុកម៉ែបងប្អូនដោយសារខ្ញុំធ្លាប់ធ្វើការងារខ្ញុំមានការងារធ្វើខ្ញុំធ្លាប់ចេញទៅធ្វើការងារបាត់អីចឹងពីផ្ទះទៅហើយខ្ញុំអត់ដែរគិតថាខ្លួនខ្ញុំនឹងមានបញ្ហាដល់ថ្នាក់ហ្នឹងដោយសារយើងគិតតែពីធ្វើការយើងរកលុយយើងរស់នៅក្នុងជីវិតសាមញ្ញយើងមិនគិតថាយើងនឹងជួបប្រទះរឿងអីធំដុំដល់ថ្នាក់ហ្នឹងគឺជារឿងដែលយើងពិបាកដោះស្រាយហើយយើងដោះស្រាយអត់ចេញទោះបីយើងចង់ដោះស្រាយក៏យើងពិបាកនៅក្នុងការដោះស្រាយហើយត្រូវការពេលវេលានៅក្នុងការដោះស្រាយសិតតែជារឿងដែលពិបាកនៅក្នុងការដោះស្រាយត្រូវការពេលវេលាត្រូវការជំនួយនៅក្នុងការជួយដោះស្រាយបញ្ហាទាំងអស់ហ្នឹងត្រូវការរងចាំណាពុកម៉ែបងប្អូនយើងធ្វើអីអត់អាចបខំបាននៅក្នុងរឿងទាំងអស់ហ្នឹងហើយខ្ញុំអត់ដែរគិតថាខ្លួនខ្ញុំនឹងជួបនៅរឿងទាំងអស់ហ្នឹងទេពុកម៉ែបងប្អូនស្មានអត់ដល់ខ្ញុំស្មានអត់ដល់ទេខ្ញុំនិយាយតាមត្រង់ខ្ញុំអត់គិតថាជីវិតរបស់ខ្ញុំនឹងដើរមកដល់ផ្លូវហ្នឹងជួបរឿងទាំងអស់ហ្នឹងទេគឺជារឿងមួយដែលខ្ញុំស្មានអត់ដល់មែនតើអញ្ចឹងគ្រាន់តែសង្ឃឹមថារាល់ការចែករំលែករបស់ខ្ញុំអ្នកដែលគេស្ដាប់ខ្ញុំយល់គោលបំណងរបស់ខ្ញុំនៅក្នុងការថតវីដេអូនេះគឺខ្ញុំថតឲ្យផ្ញើឲ្យអ្នកដែលគេស្ដាប់ខ្ញុំយល់អ្នកដែលគេស្ដាប់ខ្ញុំយល់ហើយគេដឹងរឿងណាគឺមានសម្ដេចពុកហ៊ុនសែនដែលជានាយករដ្ឋមន្ត្រីទី1នៃកម្ពុជាជាប្រធានប្រសិទ្ធភាពបច្ចុប្បន្នហើយនឹងសម្ដេចម៉ែបូរនីហ៊ុនសែនผู้លោកតាមដានរឿងខ្ញុំរយៈពេល2ឆ្នាំហើយតាំងពីខ្ញុំធ្វើសក្តីរាយការណ៍ដំបូងរហូតដល់ថ្ងៃនេះអញ្ចឹងអ្នកដែលគាត់ធ្លាប់តាមដានរឿងរបស់ខ្ញុំគឺគាត់នឹងយល់ពីអ្វីដែលខ្ញុំនិយាយចំណែកអ្នកដែលអត់ធ្លាប់តាមដានខ្ញុំទេគឺគាត់ស្ដាប់ខ្ញុំអត់យល់ទេអត់ដឹងថាខ្ញុំចង់និយាយពីអីក៏ប៉ុន្តែឆ្លៀតក្នុងឱកាសដែលគាត់មិនយល់អត់ដឹងថាខ្ញុំចង់និយាយពីអីក៏វាផ្ដល់នៅផលប្រយោជន៍ឲ្យពុកម៉ែបងប្អូនបានដឹងថារបៀបដែលគេសម្លាប់យើងគេធ្វើរបៀបហ្នឹងអញ្ចឹងពុកម៉ែបងប្អូនត្រូវមានការប្រយ័ត្នប្រយែងមានរឿងកើតឡើងខ្លះយើងស្មានអត់ដល់មានរឿងខ្លះយើងអត់មានបំណងចង់ឲ្យវាកើតមកតែវាកើតមកដោយខ្លួនឯងអញ្ចឹងរឿងខ្លះពេលខ្លះកើតឡើងមកចៃដន្យយើងអត់បានដឹងពុកម៉ែបងប្អូនត្រូវតែមានអាចចំណេះកន្លែងនឹងទុកនៅក្នុងខ្លួនវាអត់ខាតបងឯពុកម៉ែបងប្អូន